សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតចង់ចែកម្លែកបងប្អូនអរគ្នាអំពីរបៀបនៃការសេរី setting ខ្លះៗនៅក្នុង account Telegram របស់យើងកុំឲ្យពេលដែលយើងប្រើ Telegram ទៅគឺវាជួបបញ្ហាផ្សេងដែលយើងអត់ទាន់បានបើកឬអត់ទាន់បានសេរី setting វានៅក្នុង Telegram អញ្ចឹងណាបាទតែឥឡូវមុននឹងធ្វើការបង្ហាញហ្នឹងសូមបងប្អូនថ្មីកុំភ្លេចជួយចុច like subscribe នៅ channel ខ្ញុំម្នាក់មួយផងណាបាទឥឡូវបងប្អូនអរគ្នាចូលទៅក្នុង account Telegram បងប្អូនមកណាខ្ញុំប្រាប់របៀបកន្លែងសេរី setting ឬក៏បើកវាខ្លះណាចូលបងប្អូនចូលមកក្នុង Telegram អញ្ចឹងហើយបងប្អូនចុចកន្លែងត្រេ3ខាងលើឆ្វេងដៃគេបងអស់ហ្នឹងចុចលើនឹងមួយរួចហើយបងប្អូនយកកន្លែង setting ណាបងប្អូនចុចលើ setting នឹងមួយមករួចហើយបងប្អូនទាំងអស់គ្នាមកមើលកន្លែងគេដាក់ថា privacy and security នេះអញ្ចឹងបងប្អូនចុចលើនឹងមួយមកបាទបន្តមកទៀតបងប្អូនមកមើលកន្លែងគេដាក់ថា privacy ហើយកន្លែង privacy ហ្នឹងគឺវាមានមុខងារផ្សេងទៀតដើម្បីឲ្យយើងសេរីនិងបើករៀបចំវាណាគឺតាក់ទងមានទាំងលេខទូរស័ព្ទ last in online profile photo forward message និងកន្លែងvoice message អីផ្សេងជាច្រើនទៀតណាបងប្អូនអរគ្នាប៉ុន្តែគ្រាន់តែកន្លែងនេះតើតែយើងចំណាយលុយណាបងប្អូនអរគ្នាអញ្ចឹងកន្លែងបងប្អូនគួរសេរីបងប្អូនមកបើកនេះកន្លែងលេខទូរស័ព្ទណាបងប្អូនចុចលើហ្នឹងមួយរួចហើយបងប្អូនទាំងអស់គ្នាមកដាក់នេះជាដាក់ everyone មកយើងយកដាក់ everyone អញ្ចឹងដើម្បីកុំឲ្យវាមានបញ្ហាតាក់ទងជាមួយនឹងលេខទូរស័ព្ទយើងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងពេលដែលបងប្អូនយកeveryone អញ្ចឹងហើយវានឹងបង្ហាញលេខទូរស័ព្ទរបស់យើងនៅកន្លែងនេះណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចុចគ្រីសវាមួយមកបាទបន្តមកទៀតកន្លែង last in online នេះអញ្ចឹងបងប្អូនចុចដាក់យក everyone រួចហើយបងប្អូនចុចគ្រីសទៅនេះមួយមកកន្លែងនេះគឺតាក់ទងជាមួយនឹងការឃើញយើង online ឬក៏យើងបិទ online ណាបងប្អូនអរគ្នាគឺយកកន្លែងហ្នឹងណាអញ្ចឹងតាក់ទងមួយទៀតគឺកន្លែង profile photo អញ្ចឹងបងប្អូនធ្វើការបើកវាទាំងអស់មកកុំឲ្យវាមានបញ្ហាពេលដែលយើងប្រើពេលដែលយើងចង់ធ្វើអីមួយស្រាប់តែវាមានបញ្ហាណាបងប្អូនបាទអញ្ចឹងបងប្អូនគ្រីសវាមួយមកមួយទៀតគឺកន្លែង forward នេះបងប្អូនដូរវាយកដាក់every body ទាំងអស់មកអធិស្ឋានខ្ញុំអានខុសមុនហ្នឹងខ្ញុំយកឡំដាក់ everyone ណាអញ្ចឹងបន្តមកទៀតនេះកន្លែង date of birth នេះអញ្ចឹងបងប្អូនយកដាក់ every body ទាំងអស់អញ្ចឹងមកចុចគ្រីសវាមួយមកហើយកន្លែងgift កន្លែង BO នេះបងប្អូនធ្វើការដូរវាទាំងអស់មកណាបាទដូរវាទាំងអស់អញ្ចឹងមកដើម្បីកុំឲ្យយើងជួបបញ្ហាពេលដែលយើងប្រើអញ្ចឹងបងប្អូនចុចកន្លែង invite មួយទៀតបាទរួចចុចគ្រីសវាមួយមកបាទហ្នឹងគឺការបើកsetting មុខងារខ្លះនៅក្នុង privacy ហ្នឹងណាបន្តមកទៀតគឺកន្លែងnotification and sound មានបងប្អូនខ្លះទៀតគឺគាត់មានបញ្ហាក្នុង Telegram ដូចជាគាត់ផ្ញើមកឬក៏គេឆាតអីមកវាអត់ឮសំឡេងឲ្យគាត់ដឹងអញ្ចឹងគឺសិតតែបញ្ហាដែលយើងអត់ទាន់បានសេរី setting វានៅក្នុងហ្នឹងណាអញ្ចឹងបងប្អូនចុចលើហ្នឹងមួយមកបាទចុចបាទហើយកន្លែង private chat នេះកន្លែងបើសិនបើយើងចង់ឆាតជាលក្ខណៈ private នៅក្នុង Telegram ក៏បានដែរគឺបងប្អូនបើកកន្លែងនេះហើយតាក់ទងមួយទៀតគឺកន្លែង group នេះគឺ channel បាទហើយនេះកន្លែង story កន្លែង reaction អញ្ចឹងបើសិនបងប្អូនជួបបញ្ហាផ្សេងដូចឧទាហរណ៍បងប្អូនខ្លះនេះកន្លែង story អីអត់កើតអីហ្នឹងគឺបងប្អូនអាចមកបើកវាទាំងអស់អញ្ចឹងមកណាបាទហើយកន្លែង reaction អីចុចអីឲ្យគេអត់កើតចុច like ចុចបេះដូងអី comment អីជាមួយគេមិនកើតអីហ្នឹងបងប្អូនចុចបើកវាទាំងអស់អញ្ចឹងមកណាបងប្អូនអរគ្នាបាទកន្លែងហ្នឹងនេះគឺតាក់ទងជាមួយនឹង ringtone អីណាបងប្អូនចុចមកកន្លែង ringtone នេះបងប្អូនជ្រើសរើសវាដោយសារបងប្អូនខ្លះគឺ ringtone អត់ឮសំឡេងគេផ្ញើអីមកអត់ឮសំឡេងបើអាចមកវាជាប់ silent ឬក៏បងប្អូនបិទកន្លែងកណ្ដឹងនេះអញ្ចឹងកន្លែងហ្នឹងនេះតើបងប្អូនចុចបើកកន្លែងនេះមកបាទចុចបើកកន្លែងហ្នឹងមកគឺលឺឯណាអញ្ចឹងពេលដែលគេឆាតមកឬក៏តេមកផ្ញើអីមកគឺវានឹងលឺសំឡេងឯណានេះកន្លែងលឺសំឡេងកន្លែងដែលបងប្អូនជ្រើសរើសអានេះណាគឺវាលឺសំឡេងបែបហ្នឹងអញ្ចឹងវាមានច្រើនបងប្អូនស្រឡាញ់មួយណាចង់ជ្រើសរើសយកមួយណាបងប្អូនយកមួយហ្នឹងមកបាទហ្នឹងគឺប៉ុណ្ណឹងណាអញ្ចឹងបងប្អូនអាចមើលគំរូតាមsetting ក្នុងទូរស័ព្ទខ្ញុំបានកន្លែងណាដែលយើង
จำบัดเตอปลายกูบ้ากระไรนะมันจำบัดกูปลามันจำบัดบ้าคือปอนอาจมือตามนางบ้านนะพอหนักนี้นี่คือสเตมุกนี้แต่ขยมบ้านบ้านนักน้องเทเลกราฟย้อมไปได้ย้อมปลายคืออัศวินปัญหาไอ้เซนในบงปอนยิงเตนะจังคือกระไรนี่คือเตะเติมมุกนี้ในขนม notification and sound นะพอหนักนี้มวยเตี้ยเตะเติมจมูกนัง data storage โดยที่ห้องปอนปลาเตอเทเลกราฟเวปิงหรือก็ slow ดาวยืดไอ้กัดซีอินเทอร์เน็ตไอ้ครั้งนั้นคือมันอาจโจมาเมื่อกระไรนังบ้านนะยังมันมาเมื่อกระไรนี่ storage usage นัง data usage นั่งปอนโจมาเคลียร์เวจาคลามั้งบ้านเองปอนไอเคลียร์แคสเวจาคลาเตอร์บ้าเคลียร์แคสเวียมั้งดำใบเอาบ่ยืงเวียแต่เนทอมคลานะก็เอาเวียซีสเปกตรัมเป็ดบ้ากระไรนี่จังปอนการเคลียร์เวียมั้งปันใต้กระไรนั่งปอนมนเคลียร์ปอนมือเวียทำเตอร์สันนะประหยัดเคลียร์บัตรแต่งวิดีโอบัตรแต่งไอ้กระไรนั่งยึงมือเวียทำเตอร์สันมนนั่งยึงสมอาหรือก็เคลียร์เวียนะบาร์กระไรนี่คือเตะตรงจมูกนั่งprivate chat หรือก็กลุ่มนั่ง channel ไอ้นั่งกระไรนั่งยึงว่ามันเซอร์ไพรส์มันยึงมันจำใบเวียกับบ้านนั่งกระไรนั่งนั่งวันนี้บ้านนั่งคือปันนั่งบ้านจังกระไรนี่คือเตะต้นจมูกน้องพิซซ่าจมูกดีวายชาร์ตฟูดเดอร์นี่คือสไตล์มันเซอร์ไพรส์มันเซอร์จำบัดไอ้คือยังมันจำบัดนี่ก็บ้านนี่นะปันตายภาษาหนอบองปอนคลาก็จองโดชีพิซซ่าในขนมเทเลกราฟนั่งปอนโจมากระไรนั่งมาปันตายในขนมเทเลกราฟนี่โดยจีอดเมียนพิซซ่าขมายยิงเตี้ยพอหนักเนี้ยยังเมียนแต่องเล่นั่งกเรไอพิซซ่าเกคลาปันนังนะbà hai mà cái line tiết tiết tương chỉ mùi nâng chat setting này nhom click prap bông phôn ở kia nè thì này cái line bông phôn ai sẽ tụm hôm mà số nè bông phôn thà số tôi biết bảo bạ mơ ấy chẳng cứ phôn ai bật về thông bàn này phôn ai giờ tầm một phây buồn phây pearl phây am tụm hôm bản nát đây bông phôn cứ thẳng thông xua mớ bông phôn giờ bản năng màu rồi bông phôn đặt thông với line lô về đặt cao và bạ mờ chắc món giờ mà làm mơ nhưng mà nè bà phần nắng hai anh ấy cứ tẹt tông chỉ mũi năng style xem đại dương trà tới cái việc tranh styleបែបហ្នឹងហើយកន្លែងនេះបងប្អូនអាចឆេង wallpaper chat នៅលើនេះនៅលើ chat យើងនៅក្នុង Telegram បានណាគឺបងប្អូនអាចដាក់ជា wallpaper គេស្រាប់ឬក៏យករូបយើងដាក់នៅក្នុង chat ហ្នឹងបានក៏បានដែរដូចទៅក្នុង Messenger ដូចគ្នាណានេះបងប្អូនចុចលើហ្នឹងមករួចហើយបងប្អូនអាច select កន្លែង gallery នេះក៏បានឬក៏បងប្អូនចង់ select យកជា color ក៏បានដែរអាហ្នឹងគឺកន្លែងហ្នឹងណាបាទហ្នឹងហើយនេះគឺជា color នៅក្នុង chat ហ្នឹងដូចគ្នាណាបើបងប្អូនស្រឡាញ់បងប្អូនជ្រើសរើសដាក់ខ្លួនឯងទៅកន្លែងហ្នឹងក៏ខ្ញុំបង្ហាញបងប្អូនត្រួសទេហើយអានេះគឺជាមុខងារ dark mode នៅក្នុង Telegram គឺដូចទៅក្នុង Facebook ក្នុង Instagram គឺដូចគ្នាកន្លែងហ្នឹងណាបងប្អូនអរគ្នាបាទហើយកន្លែងវាមួយគឺសុទ្ធតែសំខាន់ដែរប៉ុន្តែអាស្រ័យលើបងប្អូនគួរលេងគួរដាក់គួរសេរីអីស្រាប់តែបងប្អូនទេណាយើងសេរីតែកន្លែងណាដែលសំខាន់ដែលចាំបាច់ដែលយើងអាសាធ្វើដែលយើងតាក់ទងប្រើណាអញ្ចឹងបងប្អូនគួរតែសេរីគួរតែបើកវាមកបាទអញ្ចឹងគឺវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាចាំឲ្យបងប្អូនពេញចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe និងចុច share វីដេអូនេះម្នាក់មួយផងណាអញ្ចឹងសូមអរគុណបងប្អូនដែលបានមើលវីដេអូនេះតាំងពីដើមដល់ចប់អញ្ចឹងយើងនឹងជួបគ្នានៅវីដេអូថ្មីទៀតណាសូមអរគុណ